មហាសង្គ្រាមឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ចុលសករាជ1388សុភមស្តុវរមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកតាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្គ្រាមចូលមកដល់នៅក្នុងថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីពេលនោះព្រះអាទិត្យចេញពីមីណាឫស្សីទៅស្ថិតនៅឯបេសកឫស្សីតាមផ្លូវគូវិថីគឺផ្លូវកណ្ដាលទើបមានទេវៈបិតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរិក្ខសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតឈូកអភរណៈកែវមនោរាភក្សាហាទ្រង់លោហិតឈាមប្រហោះស្ដាំទ្រង់ធ្នូប្រហោះឆ្វេងទ្រង់ត្រីសូគង់ឈរបើកព្រះនេត្រលើក្នុងមគ្គមៃសេជាមគ្គពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មនីនាទីភ្នំកិលេសខេត្តធម្មពានដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រតិសិនក្នុងព្រះសុនិរពាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកមកតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាបង្គកសពរាជទាំង7ត្រជាក់ផ្សេងផ្សានព្រះរាជហឫទ័យហើយនាំគ្នាទៅសមាទានរក្សាសីលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អត្តមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីចេញមង្គលជនមីយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខផ្សេងផ្សានតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំវរៈមហាសង្គ្រាមថ្ងៃពុធ13រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2026ជាថ្ងៃវរៈវណ្ណបតថ្ងៃប្រហ័ស14រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 14:40 នាទីនិង12 វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្គ្រាម3ថ្ងៃស្រេចបរិបូរណ៍ជាសកលឆ្នាំមមីអត្តស័កមហាសង្គ្រាម1948ចុលសករាជ1388តទៅនៅក្នុងឱកាសសង្គ្រាម3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំបរិការគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់អាក្រក់អន្តរថ័យជាចិត្តអប្រ័យជាប់ដោយគំនុំគុំគួនព្យាបាទឆ្លៀនលីដែលកើតមាននៅក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសុំទានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យកសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរត់ដាប់ទទួលទេវតាតាមទំនៀមបុរាណរៀងរហូតមកត្រូវរៀបរៀងទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងបរិការផ្សេងត្រូវក្រាលសំពត់ពណ៌សហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបច្ឆាមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5លេខ5ផ្កា5ដាក់លើជើងពៀនមួយគូចេកនួនចេកណាំវ៉ាដាក់លើជើងពៀនមួយគូ
ផ្លែឈើ11មុខរៀបដាក់លើជើងពៀន11គូដូងឡាវ1គូទឹកស្អាត2កែវស្រេចហើយទៅវេលាដែលទេវតាចុះមកត្រូវជួបជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទិសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចាប់ពិធីទទួលទេវតាចំពោះបាយសី9ថ្នាក់7ថ្នាក់ទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមានិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម5ថ្នាក់ចុះមកឬរៀបគ្រឿងសក្ការៈបូជាដែលមានទៀន5ធូប5ស្លាធម៌កូនចេញ1គូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបាន3មុខឬ5មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួននៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពៀននិងលើបាយសីហើយត្រូវដោតទៀនហើយដុតបំភ្លឺ